នេះហើយជាស្នាដៃរបស់ពួកសៀមពួកប្រជាមិត្តដែលជាប់ព្រំដែនយើងធ្វើឲ្យប្រជាពលរដ្ឋយើងបាទធ្វើដំណើរបាទដឹកទាំងសត្វចិញ្ចឹមតាមលំអដឹកធុងចេញពីភូមិស្រុកចេញពីលំនៅឋានព្រោះតែកិច្ចគ្រាប់បាទកិច្ចអាវុធរបស់ពួកប្រជាមិត្តគឺពួកឈ្លានពានពួកចង់បានដីខ្មែរតាំងពីសម័យបុរាណរហូតមកដល់ពេលបច្ចុប្បន្នសម័យទំនើបហើយវានៅតែបន្តការឈ្លានពានបងប្អូនមើលទៅអនាយធម៌យ៉ាងណាបាទមានអ្នកខ្លះមានកូនខ្ចីមានអ្នកខ្លះមានមនុស្សចាស់អ្នកខ្លះមិនបានយកអ្វីមកតាមខ្លួនអ្នកខ្លះដឹកសត្វចិញ្ចឹមផ្សេងបងប្អូនណាគឺដើម្បីពីចេញពីមួយកន្លែងទៅមួយកន្លែងពួកគាត់នេះគឺចេញពីជំរំភាសឹកមួយកន្លែងដែលគៀកនឹងទីតាំងដែលពួកវាបានបាញ់បំផ្លាញណាស្ពានរបស់យើងកាលពីពេលថ្មីហ្នឹងនៅម្ដុំស្រុកចុងកាល់បងប្អូនណាហើយឥឡូវនេះបាទមើលអ៊ំប្រុសចាស់អង្គុយមុខស្ងប់ស្ងាត់ចាញ់ហើយជិះគោយន្តត្រឹងបាទពីល្ងាចតាំងពីព្រឹករលឹមរហូតដល់ល្ងាចបងប្អូននេះហើយបងប្អូនហើយនេះហើយគឺរូបភាពនៃការកើតឡើងសង្គ្រាមដូច្នេះហើយបានទៅថ្នាក់ដឹកនាំយើងមិនចង់ឲ្យមានសង្គ្រាមទេខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសខិតខំថែរក្សានៅសុខសន្តិភាពធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានឱកាសក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតមានដីស្រែមានផ្ទះសម្បែងរស់នៅឲ្យសមរម្យអាចប្រកបមុខរបរអាចឲ្យកូនរៀនសូត្របានខ្ពង់ខ្ពស់ជាផ្នែកមួយក្នុងការចូលរួមកសាងប្រទេសជាតិនៅថ្ងៃអនាគត